Bạnបងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបយក role playing នៅក្នុង Roblox នេះនៅក្នុង Blockver ដែលជារួមអាហ្នឹងយើងរបៀបថាចេះ100 role playing យើងដូរបាន1 Robux អញ្ចឹងណា100 role playing យើងដូរបាន1 Robux ឧទាហរណ៍ថាអា100ហ្នឹង100 role playing ហ្នឹងស្មើនឹង100កាក់ហើយអា1 Robux ហ្នឹងស្មើនឹងមាសទៅចុះចឹងយើង100 Roblox យើងដូរបាន100 Robux ហើយដើម្បីយក Roblox បានយើងនេះមានរបៀបលេងច្រើនមុនដំបូងបើយើងវិធីទី1យើងអាចចូលកន្លែងបវលនេះចូលកន្លែងបវលហ្នឹងយើងអាចមើលប្រតិកម្មម្ដងបវលបាន1យើងបវលបាន1ហើយតែបវលកន្លែងហ្នឹងអត់ទៅបានច្រើនទេដែលកន្លែងដែលបវលបានដែលស្រួលរ Roblox ជាងគេកន្លែងស្រួលរ Roblox មួយទៀតកន្លែងនេះយើងចុចកន្លែងផៅហ្នឹងមកយើងចុចហ្នឹងណានេះគេយើងចុចនេះយើងចេញមកហើយយើងលេងអានេះដូចអានេះ80000 Roblox អញ្ចឹងយើងអាចដូរបាន80 Robux អញ្ចឹងហើយយើងដើររកហ្គេមដែលយើងចង់លេងមកយើង download វាហើយយើងលេងមកហើយកន្លែងមួយទៀតដែលវាស្រួលរ Roblox ជាងគេហ្នឹងនេះដែលរកបានច្រើនគេគឺកន្លែងហ្នឹងគឺយើងធ្វើ YouTube គឺកន្លែងដែលយើងធ្វើ YouTube យើងចង់ធ្វើវីដេអូពីអីបានដែរយើងចង់ធ្វើពីអីបានដែរអាហ្នឹងមក view បានមក Roblox អញ្ចឹងខ្ញុំថាវាស្រួលយក Roblox ជាងគេនេះហ្នឹងគឺជាកន្លែងដែលស្រួលរកហើយបើវីដេអូចាំមើលវីដេអូក្រោយខ្ញុំប្រាប់ពីរបៀបយក Roblox ពីរបៀបធ្វើ YouTube